សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast គំនិតក្នុងសភៅរបស់យើងម្ដងទៀតបើអ្នកកំពុងស្ដាប់វីដេអូនេះហើយអ្នកមានអារម្មណ៍ថាអ្នកបានបោះបង់ខ្លួនឯងច្រើនដងរួចហើយខ្ញុំមិនចង់សុំឲ្យអ្នកសន្យាអ្វីធំដុំនោះទេខ្ញុំគ្រាន់តែចង់សួរអ្នកមួយសំណួរតើថ្ងៃស្អែកមានរឿងតូចមួយណាដែលអ្នកអាចបន្តធ្វើបានប្រហែលជីវិតថ្មីមិនចាប់ផ្ដើមដោយចម្លើយធំនោះទេវាចាប់ផ្ដើមដោយសំណួរតូចមួយនេះកុំសួរខ្លួនឯងថាតើអាចផ្លាស់ប្ដូរជីវិតបានទេសូមសួរខ្លួនឯងថាតើថ្ងៃស្អែកខ្ញុំនឹងបន្តមួយជំហានទៀតបានទេតើអ្នកធ្លាប់សួរខ្លួនឯងដែរឬទេហេតុអ្វីអ្នកព្យាយាមផ្លាស់ប្ដូរខ្លួនឯងប៉ុន្តែតែងតែបោះបង់ទៅវិញអ្នកទិញសៀវភៅថ្មីតែអានបានតែប៉ុន្មានទំព័រប៉ុណ្ណោះអ្នកសន្យាថានឹងហាត់ប្រាណតែបន្ទាប់ពីមួយសប្តាហ៍ក្រោយមកអ្នកក៏ឈប់ទៅវិញអ្នកសន្យាថានឹងចូលគេងឲ្យបានលឿនតែចុងក្រោយអ្នកនៅតែអង្គុយអូសទូរស័ព្ទរហូតដល់យប់ជ្រៅវាហាក់ដូចជាមានរឿងចម្លែកមួយកំពុងកើតឡើងយើងដឹងថាអ្វីដែលគួរធ្វើយើងក៏ដឹងថាហេតុអ្វីវាសំខាន់ប៉ុន្តែការដឹងមិនដែលធានាថាយើងនឹងធ្វើវានោះទេហើយនៅពេលដែលយើងបរាជ័យយើងតែងសន្និដ្ឋានថាប្រហែលខ្ញុំគ្មានវិន័យគ្រប់គ្រាន់ទើបខ្ញុំបន្តទម្លាប់ល្អទាំងនោះមិនបានប៉ុន្តែបើការសន្និដ្ឋាននោះខុសទៅវិញបើបញ្ហាពិតប្រាកដមិនមែនអ្នកមិនមានវិន័យមិនមែនខ្ជិលហើយក៏មិនមែនខ្វះឆន្ទៈនោះដែរប៉ុន្តែជារបៀបដែលយើងយល់អំពីការផ្លាស់ប្ដូរខ្លួនឯងទៅវិញនោះទេថ្ងៃនេះយើងមិននិយាយអំពីរបៀបក្លាយជាមនុស្សមានវិន័យជាងមុននោះទេតែយើងនឹងស្វែងយល់ថាហេតុអ្វីមនុស្សភាគច្រើនអាចចាប់ផ្ដើមបានល្អប៉ុន្តែមិនអាចបន្តបានហើយប្រហែលនៅពេលអ្នកមើលវីដេអូនេះចប់អ្នកនឹងឈប់បន្ទោសខ្លួនឯងហើយចាប់ផ្ដើមយល់ថាការផ្លាស់ប្ដូរពិតប្រាកដចាប់ផ្ដើមពីការគិតត្រូវធ្វើត្រូវមិនមែនពីការខិតខំប្រឹងខ្លាំងជាងមុននោះទេយើងរស់នៅក្នុងសម័យមួយដែលព័ត៌មានមិនមែនជាបញ្ហាទៀតទេបើអ្នកចង់ដឹងថារបៀបសម្របសម្រួលអ្នកអាចស្វែងរកបានក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះបើអ្នកចង់រៀនភាសាអង់គ្លេសក៏មានវីដេអូរាប់លានវីដេអូក្នុងអនឡាញដើម្បីឲ្យអ្នកស្វែងរករៀនបានដែរបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មក៏មានសៀវភៅនិងវគ្គសិក្សាជាច្រើនយើងមិនខ្វះចំណេះដឹងទេយើងក៏មិនខ្វះដំបូន្មានដែរប៉ុន្តែហេតុផលជីវិតរបស់យើងមិនផ្លាស់ប្ដូរទៅតាមចំណេះដឹងដែលយើងមាននោះទេប្រហែលបញ្ហាមិនមែនដោយសារយើងមិនដឹងប៉ុន្តែដោយសារយើងគិតថាការដឹងគឺស្មើនឹងការផ្លាស់ប្ដូរតែការពិតវាមិនដូច្នោះនោះទេសូមសាកគិតមើលតើអ្នកមិនដឹងទេថាការគេងគ្រប់គ្រាន់ល្អសម្រាប់សុខភាពតើអ្នកណាមិនដឹងថាការហាត់ប្រាណល្អតើអ្នកមិនដឹងទេថាការអានសៀវភៅនឹងផ្ដល់ចំណេះដឹងយើងស្ទើរតែទាំងអស់គ្នាបានដឹងរឿងទាំងអស់នេះប៉ុន្តែការដឹងមិនធ្វើឲ្យយើងភ្ញាក់ពីគេងមុនម៉ោងនោះទេការដឹងមិនធ្វើឲ្យយើងបិទទូរស័ព្ទលឿនជាងមុននោះទេការដឹងក៏មិនធ្វើឲ្យយើងបើកសៀវភៅដោយស្វ័យប្រវត្តិនោះដែរមានចន្លោះដ៏ធំមួយរវាងខ្ញុំដឹងនិងខ្ញុំធ្វើតែជាអកុសលជីវិតរបស់មនុស្សភាគច្រើនត្រូវបានកំណត់ដោយអ្វីដែលពួកគេកំពុងតែធ្វើប្រចាំថ្ងៃមិនមែនដោយអ្វីដែលពួកគេបានដឹងនោះទេបញ្ហាគឺរាល់ពេលដែលយើងចាប់ផ្ដើមអ្វីថ្មីយើងចូលចិត្តគិតធំយើងនិយាយថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងផ្លាស់ប្ដូរទាំងស្រុងប៉ុន្តែជីវិតមិនផ្លាស់ប្ដូរដោយការប្រកាសនោះទេជីវិតផ្លាស់ប្ដូរដោយសារអ្វីដែលកើតឡើងអាចជាថ្ងៃដែលអ្នកនឿយហត់ឬមានការងារច្រើនក៏អាចជាថ្ងៃដែលអ្នកមិនមាននរណាម្នាក់ដឹងការផ្លាស់ប្ដូរពិតប្រាកដមិនត្រូវបានសាកល្បងនៅថ្ងៃដែលអ្នកមានកម្លាំងចិត្តខ្លាំងនោះទេវាត្រូវបានសាកល្បងនៅថ្ងៃដែលអ្នកមិនចង់ធ្វើអ្វីទាំងអស់ប្រហែលយើងកំពុងសួរសំណួរខុសជំនួសឲ្យការសួរសំណួរថាតើខ្ញុំមានវិន័យគ្រប់គ្រាន់ហើយឬនៅប្រហែលយើងគួរសួរថាតើហេតុអ្វីខួរក្បាលរបស់ខ្ញុំតែងជ្រើសរើសអ្វីដែលងាយសំណួរនេះនឹងនាំយើងទៅរកការយល់ដឹងមួយផ្សេងទៀតដែលបានផ្លាស់ប្ដូររបៀបដែលមនុស្សជាច្រើនមើលឃើញការផ្លាស់ប្ដូរខ្លួនឯងនៅក្នុងសៀវភៅ Atomic Habits លោក James Clear បានលើកឡើងថាមនុស្សជាច្រើនមិន
បរាជ័យដោយសារខ្វះបំណងប្រាថ្នានោះទេជាញឹកញាប់ពួកគេបរាជ័យព្រោះវិធីដែលពួកគេរៀបចំក្នុងការផ្លាស់ប្ដូរមិនស្របនឹងរបៀបដែលទម្លាប់ត្រូវបានបង្កើតឡើងហើយនោះប្រហែលជាដំណឹងល្អព្រោះបើបញ្ហាមិនមែនជាខ្លួនអ្នកនោះមានន័យថាអ្នកមិនចាំបាច់ក្លាយជាមនុស្សថ្មីដើម្បីចាប់ផ្ដើមផ្លាស់ប្ដូរនោះទេអ្នកគ្រាន់តែត្រូវយល់ថាការផ្លាស់ប្ដូរពិតប្រាកដមិនចាប់ផ្ដើមពីការបង្ខំខ្លួនឯងឡើយវាចាប់ផ្ដើមពីការយល់អំពីខ្លួនឯងជាមុនសិនប៉ុន្តែបើបញ្ហាមិនមែនជាការខ្វះវិន័យតើមានអ្វីកំពុងកើតឡើងឲ្យពិតប្រាកដហេតុអ្វីមនុស្សខ្លះអាចរក្សាទម្លាប់បានរាប់ឆ្នាំខណៈដែលមនុស្សខ្លះទៀតបោះបង់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃដើម្បីឆ្លើយសំណួរនេះយើងត្រូវចាប់ផ្ដើមអំពីរឿងមួយដែលមនុស្សភាគច្រើនមើលរំលងគឺរបៀបដែលខួរក្បាលរបស់យើងធ្វើការសម្រេចចិត្តបញ្ហាមិនមែនមកពីអ្នកខ្សោយប៉ុន្តែខួរក្បាលរបស់អ្នកកំពុងធ្វើការងាររបស់វាសូមស្រមៃមួយផ្លែតអ្នកភ្ញាក់ពីគេងនៅម៉ោង 5 កន្លះព្រឹកនាឡិការ៉ូបានរឡើងអ្នកបើកភ្នែកហើយក្នុងរយៈពេលតែប៉ុន្មានវិនាទីមានសម្លេងពីរចាប់ផ្ដើមជជែកគ្នានៅក្នុងខួរក្បាលរបស់អ្នកសម្លេងមួយនិយាយថាក្រោកទៅអ្នកបានសន្យាជាមួយខ្លួនឯងហើយប៉ុន្តែសម្លេងមួយទៀតនិយាយថាគេងបន្តតែ10នាទីទៀតមិនអីទេចុងក្រោយអ្នកចុចប៊ូតុងបិទនាឡិការ៉ូហើយពេលក្រោកឡើងម្ដងទៀតអ្នកចាប់ផ្ដើមខឹងនឹងខ្លួនឯងអ្នកគិតថាខ្ញុំមិនមានវិន័យសោះប៉ុន្តែចុះបើខ្ញុំប្រាប់អ្នកថាអ្វីដែលទើបតែកើតឡើងនោះមិនមែនជាការបរាជ័យរបស់អ្នកនោះទេវាគឺជារបៀបដែលខួរក្បាលមនុស្សត្រូវបានបង្កើតឡើងខួរក្បាលមិនត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យអ្នកជោគជ័យនោះទេមានការយល់ច្រឡំមួយដែលមនុស្សជាច្រើនមិនធ្លាប់គិតដល់យើងគិតថាខួរក្បាលរបស់យើងត្រូវបានបង្កើតឡើងដើម្បីជួយឲ្យយើងសម្រេចគោលដៅប៉ុន្តែតាមការពិតអាទិភាពដំបូងរបស់ខួរក្បាលមិនមែនជោគជ័យនោះទេអាទិភាពដំបូងរបស់ខួរក្បាលគឺការរស់រានមានជីវិតទៅវិញទេនោះហើយជាមូលហេតុដែលខួរក្បាលចូលចិត្តអ្វីដែលធ្លាប់ស្គាល់អ្វីដែលប្រើថាមពលតិចអ្វីដែលមានផាសុកភាពព្រោះរាល់ការផ្លាស់ប្ដូរមានន័យថាត្រូវប្រើថាមពលបន្ថែមហើយខួរក្បាលតែព្យាយាមសន្សំសំចៃថាមពលដូច្នេះនៅពេលអ្នកនិយាយថាថ្ងៃនេះនឹងចាប់ផ្ដើមជីវិតថ្មីខួរក្បាលរបស់អ្នកមិនសូវរំភើបជាមួយគំនិតនេះទេវាសួរតែសំណួរមួយប៉ុណ្ណោះហេតុអ្វីអ្នកត្រូវផ្លាស់ប្ដូរខណៈអ្វីៗនៅតែអាចរស់បាននេះហើយជាមូលហេតុដែលការចាប់ផ្ដើមងាយតែការបន្តពិបាកនៅថ្ងៃដំបូងអ្នកមានអារម្មណ៍ថារំភើបនៅថ្ងៃទី2អ្នកនៅតែមានកម្លាំងចិត្តប៉ុន្តែនៅសប្តាហ៍ក្រោយភាពរំភើបចាប់ផ្ដើមស្ងប់ស្ងាត់ហើយជីវិតពិតក៏ត្រឡប់មកវិញការងារច្រើនទូរស័ព្ទរោមិនឈប់កូនត្រូវការអ្នកមិត្តភ័ក្តិហៅទៅញ៉ាំអាហារអ្នកនឿយហត់នៅពេលនោះខួរក្បាលមិនប្រៀបធៀបអនាគតដ៏ល្អនោះទេវាប្រៀបធៀបតែអ្វីដែលងាយស្រួលឥឡូវនេះដូច្នេះគេងបន្តឈ្នះការហាត់ប្រាណការអូស Facebook ឈ្នះការអានសៀវភៅការមើលរឿងមួយភាគទៀតឈ្នះការរៀនជំនាញថ្មីមិនមែនព្រោះតែអ្នកខ្សោយនោះទេប៉ុន្តែព្រោះខួរក្បាលកំពុងជ្រើសរើសអ្វីដែលងាយបំផុតសម្រាប់អ្នកប៉ុន្តែមានព័ត៌មានល្អមួយបើបញ្ហាគឺខួរក្បាលគឺមានន័យថាយើងគ្មានសង្ឃឹមទេក្នុងការផ្លាស់ប្ដូរមែនទេចម្លើយគឺអត់ទេពិតទៅនេះជាដំណឹងល្អព្រោះវាមានន័យថាអ្នកមិនចាំបាច់ផ្លាស់ប្ដូរខ្លួនឯងនោះទេអ្នកត្រូវផ្លាស់ប្ដូររបៀបដែលអ្នកធ្វើឲ្យខួរក្បាលសម្រេចចិត្តទៅវិញទេហើយនោះគឺជាគំនិតដ៏សំខាន់មួយដែលអ្នកនិពន្ធ James Clear ព្យាយាមបង្ហាញក្នុងសៀវភៅ Atomic Habits របស់លោកមនុស្សដែលអាចរក្សាទម្លាប់បានយូរមិនមែនជាមនុស្សដែលមានឆន្ទៈខ្លាំងជាងគេនោះទេជាញឹកញាប់ពួកគេគឺជាមនុស្សដែលធ្វើឲ្យការអនុវត្តទម្លាប់ល្អៗឲ្យคล้ายទៅជារឿងដែលងាយជាងមុនហើយធ្វើឲ្យការអនុវត្តទម្លាប់អាក្រក់คล้ายទៅជារឿងដ៏ពិបាកជាងមុនទៅវិញប៉ុន្តែមុនពេលយើងនិយាយអំពីរបៀបផ្លាស់ប្ដូរទម្លាប់មានសំណួរមួយទៀតដែលអ្នកគួរសួរខ្លួនឯងចុះធ្វើដូចម្តេចបើមូលហេតុដែលអ្នកបោះបង់មិនមែនដោយសារអ្នកមិនអាចផ្លាស់ប្ដូរនោះទេប៉ុន្តែវាដោយសារអ្នកកំពុងព្យាយាមផ្លាស់ប្ដូរលឿនពេកទៅវិញនោះហើយជាអ្វីដែលយើងនឹងបន្តទៅផ្នែកបន្ត
ប្រហែលយើងកំពុងផ្លាស់ប្ដូរតាមរបៀបខុសមានរឿងមួយដែលខ្ញុំតែងសង្កេតឃើញមនុស្សភាគច្រើនចូលចិត្តចាប់ផ្ដើមផ្លាស់ប្ដូរដោយការប្រកាសចាប់ពីថ្ងៃនេះទៅខែនេះឆ្នាំនេះយើងសរសេរគោលដៅយើងរៀបចំផែនការហើយទិញសៀវភៅថ្មីយើងទិញស្បែកជើងថ្មីយើងទាញយកកម្មវិធីថ្មីហើយនៅពេលនោះយើងមានអារម្មណ៍ថាជីវិតកំពុងផ្លាស់ប្ដូរប៉ុន្តែតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាអារម្មណ៍នៃការចាប់ផ្ដើមមិនដូចការផ្លាស់ប្ដូរពិតប្រាកដនោះទេពេលខ្លះយើងញៀននឹងអារម្មណ៍ថាខ្ញុំហ៊ាននឹងក្លាយជាមនុស្សថ្មីប៉ុន្តែអារម្មណ៍នោះបាត់ទៅលឿនជាងដែលយើងគិតទៅវិញហើយនៅពេលដែលវារត់បាត់យើងចាប់ផ្ដើមសង្ស័យខ្លួនឯងប៉ុន្តែចុះបើការផ្លាស់ប្ដូរមិនដែលចាប់ផ្ដើមនៅថ្ងៃដែលយើងរំភើបបំផុតនោះទេហើយចុះបើការផ្លាស់ប្ដូរពិតប្រាកដចាប់ផ្ដើមនៅថ្ងៃដែលអ្នកមិនចង់ធ្វើអ្វីទាំងអស់ថ្ងៃដែលមានភ្លៀងធ្លាក់ថ្ងៃដែលអ្នកនឿយហត់ថ្ងៃដែលការងារពេញនៅលើតុថ្ងៃដែលគ្មាននរណាមើលអ្នកពីព្រោះអ្នកអាចធ្វើរឿងពិបាកបានហើយមានមនុស្សជាច្រើនក៏អាចធ្វើបានប៉ុន្តែការធ្វើរឿងតូចមួយដងហើយម្ដងទៀតទោះបីគ្មានអារម្មណ៍ចង់ធ្វើក៏ដោយនោះហើយគឺជាអ្វីដែលមនុស្សភាគច្រើនមើលរំលងមានភាពខុសគ្នាមួយរវាងការសម្រេចចិត្តនិងការរស់នៅការសម្រេចចិត្តកើតឡើងតែមួយថ្ងៃប៉ុន្តែការរស់នៅកើតឡើងជារៀងរាល់ថ្ងៃអ្នកអាចសម្រេចចិត្តថានឹងអានសៀវភៅមួយក្បាលក្នុងមួយខែប៉ុន្តែអ្នកត្រូវអង្គុយបើកសៀវភៅរៀងរាល់យប់អ្នកអាចសម្រេចចិត្តថានឹងហាត់ប្រាណប៉ុន្តែអ្នកត្រូវក្រោកពីគេងនៅពេលព្រឹកព្រលឹមដែលអ្នកចង់ក្រោកជារៀងរាល់ព្រឹកជីវិតមិនផ្លាស់ប្ដូរដោយសារតែការសម្រេចចិត្តនោះទេតែវាផ្លាស់ប្ដូរដោយសារអ្វីដែលអ្នកធ្វើបន្ទាប់ពីសម្រេចចិត្តនីមួយៗនេះហើយប្រហែលជាមូលហេតុដែលមនុស្សជាច្រើនខកចិត្តពួកគេវាយតម្លៃខ្លួនឯងតាមអារម្មណ៍មិនមែនតាមសកម្មភាពនោះទេថ្ងៃដែលមានកម្លាំងចិត្តពួកគេគិតថាខ្ញុំអាចធ្វើបានថ្ងៃដែលគ្មានកម្លាំងចិត្តពួកគេគិតថាខ្ញុំបរាជ័យហើយប៉ុន្តែចុះបើការផ្លាស់ប្ដូរមិនដែលសួរថាតើអ្នកមានអារម្មណ៍យ៉ាងណាវាសួរតែអ្នកត្រឡប់មកធ្វើវាវិញដែរឬទេប្រហែលភាពខុសគ្នារវាងមនុស្សផ្លាស់ប្ដូរជីវិតបានសម្រេចនិងមនុស្សតែងតែបោះបង់មិនស្ថិតនៅលើកម្រិតនៃការលើកទឹកចិត្តនោះទេប៉ុន្តែវាស្ថិតនៅលើការសម្រេចចិត្តថាថ្ងៃនេះខ្ញុំនឹងមិនឈប់នោះទេទោះបីខ្ញុំធ្វើបានតែបន្តិចក៏ដោយហើយប្រហែលនៅពេលនេះអ្នកកំពុងគិតថាបើការលើកទឹកចិត្តមិនគ្រប់គ្រាន់តើអ្វីទៅដែលអាចធ្វើឲ្យយើងបន្តបាននោះគឺជាសំណួរដែលនឹងនាំយើងទៅរកគំនិតដ៏សំខាន់បំផុតមួយនៅក្នុងដំណើរនៃការផ្លាស់ប្ដូរខ្លួនឯងប្រហែលយើងតែងមើលឃើញតែលទ្ធផលមានរឿងមួយដែលជីវិតតែងបោកបញ្ឆោតយើងឃើញមិត្តរួមការងារម្នាក់ដែលអាចនិយាយភាសាអង់គ្លេសបានល្អយើងឃើញមនុស្សម្នាក់ដែលអានសៀវភៅបានរាប់រយក្បាលយើងឃើញអ្នកជំនួញម្នាក់ដែលបង្កើតក្រុមហ៊ុនបានជោគជ័យយើងឃើញអ្នករត់ម៉ារ៉ាតុងម្នាក់ដែលអាចរត់បានចម្ងាយរាប់សិបគីឡូម៉ែត្រហើយដោយមិនដឹងខ្លួនយើងប្រៀបធៀបជំពូកទី1របស់យើងទៅនឹងជំពូកទី20របស់គេយើងឃើញតែលទ្ធផលតែយើងមិនឃើញពេលដែលគេភ្ញាក់ពីព្រលឹមយើងមិនឃើញពេលដែលគេអស់កម្លាំងយើងមិនឃើញពេលដែលគេចង់បោះបង់ហើយយើងក៏មិនឃើញថ្ងៃធម្មតាដែលគេគ្រាន់តែបន្តធ្វើរឿងដដែលជីវិតចូលចិត្តបង្ហាញផ្លែផ្កាតែវាមិនសូវបង្ហាញឫសគល់នោះទេនោះហើយគឺជាកន្លែងដែលមនុស្សជាច្រើនចាប់ផ្ដើមអស់សង្ឃឹមពីព្រោះយើងគិតថាមនុស្សដែលផ្លាស់ប្ដូរជីវិតបានមានអ្វីពិសេសជាងយើងប្រហែលពួកគេកើតមកមានវិន័យប្រហែលគេមានការលើកទឹកចិត្តជាងយើងប្រហែលពួកគេមានពេលច្រើនជាងយើងប៉ុន្តែបើអ្នកសង្កេតមើលឲ្យជិតអ្នកនឹងឃើញថាមនុស្សភាគច្រើនមិនផ្លាស់ប្ដូរជីវិតដោយសារតែព្រឹត្តិការណ៍ដ៏ធំមួយនោះទេពួកគេផ្លាស់ប្ដូរដោយសារថ្ងៃធម្មតាដែលគ្មានអ្វីគួរឲ្យចាប់អារម្មណ៍សូមគិតអំពីដើមឈើមួយដើមគ្មាននរណាម្នាក់ឈរមើលដើមឈើហើយនិយាយថាថ្ងៃនេះវាធំជាងម្សិលមិញព្រោះការលូតលាស់របស់ដើមឈើមិនសូវអាចមើលឃើញពីមួយថ្ងៃទៅមួយថ្ងៃនោះទេប៉ុន្តែបើអ្នកត្រឡប់មកវិញមួយឆ្នាំក្រោយអ្នកនឹងភ្ញាក់ផ្អើលមនុស្សក៏ដូចគ្នាការផ្លាស់ប្ដូរកម្រមានសម្លេងវាមិនសុំការអបអរសាទរវាមិនបង្ខំឲ្យអ្នកដទៃមើលឃើញវានោះទេ វាគ្រាន់តែកើតឡើងបន្តិចម្ដងរហូតដល់ថ្ងៃមួយ
អ្នកស្ទើរតែមិនជឿថាអ្នកបានមកដល់ទីនេះដោយរបៀបណាប៉ុន្តែយើងរស់នៅក្នុងពិភពលោកដែលចូលចិត្តទទួលបានលទ្ធផលភ្លាមៗយើងចង់ឃើញការផ្លាស់ប្ដូរក្នុងរយៈពេលមួយសប្តាហ៍យើងចង់ឃើញភាពខុសគ្នាក្នុងរយៈពេលមួយខែហើយនៅពេលគ្មានអ្វីផ្លាស់ប្ដូរយើងគិតថាអ្វីដែលយើងកំពុងធ្វើគ្មានប្រយោជន៍ប៉ុន្តែចុះបើការពិតគឺអ្នកកំពុងផ្លាស់ប្ដូរតែអ្នកមិនទាន់អាចមើលឃើញវាទៅវិញប្រហែលការផ្លាស់ប្ដូរមិនបរាជ័យនោះទេប្រហែលវាគ្រាន់តែត្រូវការពេលវេលាយូរជាងអ្វីដែលយើងរំពឹងប៉ុណ្ណោះហើយប្រហែលជាមូលហេតុដែលមនុស្សជាច្រើនបានបោះបង់មិនមែនដោយសារពួកគេមិនកំពុងរីកចម្រើននោះទេប៉ុន្តែដោយសារពួកគេឈប់ធ្វើសកម្មភាពមុនពេលដែលការរីកចម្រើននោះចាប់ផ្ដើមអាចមើលឃើញហើយត្រង់ចំណុចនេះមានគំនិតមួយបាននិយាយថាការផ្លាស់ប្ដូរដ៏ធំតែងចាប់ផ្ដើមពីអ្វីដែលតូចៗបំផុតប៉ុន្តែនោះគឺជារឿងមួយទៀតដែលយើងនឹងនិយាយអំពីវានៅអេពីសូតក្រោយៗហើយម្យ៉ាងទៀតប្រហែលបញ្ហាមិនថាអ្នកតែងបោះបង់នោះទេមានពាក្យមួយដែលយើងប្រើញឹកញាប់ណាស់គឺពាក្យបរាជ័យយើងនិយាយថាខ្ញុំបរាជ័យក្នុងការសម្រកទម្ងន់ខ្ញុំបរាជ័យក្នុងការរៀនភាសាអង់គ្លេសខ្ញុំបរាជ័យក្នុងការអានសៀវភៅប៉ុន្តែតើអ្នកធ្លាប់គិតទេថាពាក្យនេះប្រហែលជាធ្វើឲ្យយើងយល់ខុសព្រោះនៅពេលយើងនិយាយថាខ្ញុំបរាជ័យយើងកំពុងវាយតម្លៃខ្លួនយើងមិនមែនវិធីដែលយើងកំពុងប្រើហើយភាពខុសគ្នាត្រង់នេះសំខាន់ជាងអ្វីដែលយើងគិតទៅទៀតសូមគិតអំពីក្មេងម្នាក់ដែលទើបចាប់ផ្ដើមរៀនដើរគេដួលហើយក្រោកឡើងវិញដួលម្ដងទៀតហើយក្រោកម្ដងទៀតមានឪពុកម្ដាយណាមើលកូនដួលហើយនិយាយថាកូនបរាជ័យនោះទេពួកគេដឹងថាការដួលមិនមែនជាសញ្ញានៃបរាជ័យនោះទេវាជាផ្នែកមួយនៃការរៀនដើរទៅវិញប៉ុន្តែហេតុអ្វីនៅពេលយើងធំឡើងយើងបែរជាគិតថាការខកខានមួយថ្ងៃមានន័យថាយើងបរាជ័យហេតុអ្វីការមិនបានអានសៀវភៅតែមួយយប់ធ្វើឲ្យយើងគិតថាខ្ញុំមិនមែនជាមនុស្សដែលអាចផ្លាស់ប្ដូរបាននោះទេប្រហែលយើងកំពុងដាក់ទម្ងន់ទៅលើកំហុសតូចមួយច្រើនជាងអ្វីដែលយើងគួរតែមានការផ្លាស់ប្ដូរមិនមែនជាបន្ទាត់ត្រង់នោះទេយើងចូលចិត្តស្រមៃថាការរីកចម្រើនគួរតែមានរូបរាងបែបនេះថ្ងៃនេះល្អជាងម្សិលមិញថ្ងៃស្អែកល្អជាងថ្ងៃនេះហើយបន្តល្អទៅជានិច្ចប៉ុន្តែជីវិតពិតកម្រដំណើរការបែបនោះណាស់មានថ្ងៃដែលអ្នកខិតខំមានថ្ងៃដែលអ្នកនឿយហត់មានថ្ងៃដែលអ្នកធ្វើបានល្អហើយក៏មានថ្ងៃដែលអ្នកធ្វើមិនបានអ្វីសោះក៏មានការរីកចម្រើនមិនជាបន្ទាត់ត្រង់នោះទេវាជាផ្លូវមួយដែលមានការឈប់សម្រាកមានការវិលត្រឡប់មានការដួលហើយនឹងមានការក្រោកឡើងវិញប្រហែលភាពខុសគ្នារវាងមនុស្សដែលផ្លាស់ប្ដូរជីវិតបាននិងមនុស្សដែលបោះបង់មិនមែនដោយសារការសម្រេចចិត្តនៅការផ្លាស់ប្ដូរមិនដែលដួលនោះទេប៉ុន្តែដោយសារគេមិនយកការដួលមួយដងមកកំណត់អត្តសញ្ញាណរបស់ខ្លួននោះទេគេមិននិយាយថាខ្ញុំជាមនុស្សបរាជ័យគេគ្រាន់តែនិយាយថាថ្ងៃនេះខ្ញុំធ្វើមិនបានល្អទេហើយថ្ងៃស្អែកគេចាប់ផ្ដើមម្ដងទៀតប្រហែលការផ្លាស់ប្ដូរខ្លួនឯងមិនទាមទារឲ្យអ្នកមិនដែលដួលនោះទេវាទាមទារតែរឿងមួយប៉ុណ្ណោះគឺកុំឈប់ដើរហើយនេះនាំយើងទៅរកសំណួរចុងក្រោយដែលប្រហែលជាសំខាន់ជាងគេបើការបរាជ័យមិនមែនជាទីបញ្ចប់តែយើងគួរវាស់វែងការផ្លាស់ប្ដូររបស់ខ្លួនដោយរបៀបណានោះហើយជាផ្នែកចុងក្រោយនៃការជជែកគ្នានៅក្នុងវីដេអូមួយនេះប្រហែលអ្នកមិនចាំបាច់ចាប់ផ្ដើមម្ដងទៀតនោះទេមានប្រយោគមួយដែលខ្ញុំឮញឹកញាប់ណាស់ថ្ងៃច័ន្ទខ្ញុំនឹងចាប់ផ្ដើមម្ដងទៀតចម្លែកណាស់យើងតែងរងចាំថ្ងៃច័ន្ទរងចាំខែក្រោយរងចាំឆ្នាំថ្មីរងចាំការងារដែលស្រួលរងចាំពេលមានទៅពេលទំនេររងចាំរហូតដល់ថ្ងៃមួយដែលមិនធ្លាប់មកដល់តែបើយើងគិតមើលឲ្យស្ងប់បន្តិចតើការផ្លាស់ប្ដូរពិតជាត្រូវការចាប់ផ្ដើមថ្ងៃថ្មីមែនទេឬវាគ្រាន់តែត្រូវការបន្តស្រមៃថាអ្នកកំពុងដើរលើផ្លូវដ៏វែងមួយអ្នកឈប់សម្រាកវាមានន័យថាអ្នកត្រូវត្រឡប់ទៅចំណុចចាប់ផ្ដើមវិញដែរឬទេចម្លើយគឺអត់ទេអ្នកគ្រាន់តែបន្តដំណើរពីកន្លែងដែលអ្នកកំពុងឈរតែប៉ុណ្ណោះប៉ុន្តែនៅពេលនិយាយពីការផ្លាស់ប្ដូរខ្លួនឯងយើងចូលចិត្តធ្វើឲ្យអ្វីៗពិបាកជាងការពិតខកខានមួយថ្ងៃយើងគិតថាចប់ហើយមិនបានហាត់ប្រាណមួយសប្តាហ៍យើងគិតថាទុកចោលទៅមិនបានអានសៀវភៅមួយខែយើងគិតថាចាំឆ្នាំក្រោយទើបចាប់ផ្ដើមសារជាថ្មីប៉ុន្តែជីវិតមិនដែលទាមទារឲ្យអ្នកចាប់ផ្ដើមថ្មីនោះទេ
វាគ្រាន់តែសួរអ្នកថាតើអ្នកនឹងបន្តទៀតដែរឬទេភាពខុសគ្នាមួយរវាងការបោះបង់និងការផ្អាកសកម្មភាពការផ្អាកសកម្មភាពគឺជាផ្នែកមួយនៃជីវិតអ្នកអាចឈឺអ្នកអាចរវល់អ្នកអាចអស់កម្លាំងគ្មាននរណាម្នាក់អាចរស់នៅដោយល្អឥតខ្ចោះរាល់ថ្ងៃនោះទេប៉ុន្តែការបោះបង់កើតឡើងនៅពេលអ្នកជឿថាការផ្អាកមួយដងមានន័យថាដំណើរការទាំងមូលត្រូវបានបញ្ចប់ហើយប្រហែលនោះហើយជាការយល់ច្រឡំដែលធ្វើឲ្យមនុស្សជាច្រើនមិនបានទៅដល់គោលដៅប្រហែលការផ្លាស់ប្ដូរខ្លួនឯងមិនមែនជាការប្រណាំងនោះទេវាមិនមែនជាការប្រកួតថាអ្នកណាលឿនជាងវាជាទំនាក់ទំនងរវាងអ្នកនិងអ្នកកាលពីម្សិលមិញមិនមែនរវាងអ្នកនិងមនុស្សនៅលើបណ្ដាញសង្គមនោះទេព្រោះរាល់ថ្ងៃអាចមានអ្នកដទៃធ្វើបានល្អជាងអ្នកប៉ុន្តែក៏មានអ្នកដទៃដែលកំពុងចាប់ផ្ដើមពីកន្លែងដែលអ្នកធ្លាប់ឈរនោះដែរប្រហែលជ័យជំនះដ៏ធំបំផុតមិនមែនជាថ្ងៃដែលអ្នកផ្លាស់ប្ដូរជីវិតទាំងស្រុងនោះទេប៉ុន្តែជាថ្ងៃដែលអ្នកសម្រេចចិត្តថាខ្ញុំនឹងមិនឈប់ដោយសារតែខ្ញុំធ្វើមិនបានល្អមួយថ្ងៃនោះទេប្រហែលនោះជាថ្ងៃដែលការផ្លាស់ប្ដូរចាប់ផ្ដើមពិតប្រាកដហើយនៅទីបញ្ចប់ប្រហែលសំណួរដែលយើងគួរសួរខ្លួនឯងមិនមែនសួរថាតើខ្ញុំអាចផ្លាស់ប្ដូរខ្លួនឯងបានដែរឬទេប៉ុន្តែគួរជាសំណួរថាតើខ្ញុំអាចត្រឡប់មកបន្តម្ដងទៀតបានទេព្រោះអ្នកដែលតែងតែត្រឡប់មកវិញមិនថាយឺតប៉ុណ្ណានៅទីបំផុតពួកគេតែងតែទៅដល់គោលដៅការផ្លាស់ប្ដូរមិនកើតឡើងនៅថ្ងៃដែលយើងមិនដែលដួលនោះទេវាកើតឡើងនៅថ្ងៃដែលអ្នកសម្រេចចិត្តក្រោកឡើងវិញម្ដងហើយម្ដងទៀតប្រហែលជីវិតរបស់យើងមិនត្រូវការផ្លាស់ប្ដូរដោយការសម្រេចចិត្តធំប៉ុន្មានដងនោះទេប៉ុន្តែការសម្រេចចិត្តតូចដែលគ្មាននរណាកត់សម្គាល់មាននរណាម្នាក់អបអរសាទរនៅថ្ងៃដែលអ្នកអានបាន5ទំព័រក៏គ្មាននរណាម្នាក់សរសើរនៅថ្ងៃដែលអ្នកភ្ញាក់មុនម៉ោង10នាទីហើយក៏គ្មាននរណាដឹងថាអ្នកបានបិទទូរស័ព្ទហើយជ្រើសរើសគេងឲ្យបានលឿនជាងមុនថ្ងៃនោះមើលទៅធម្មតាណាស់សូម្បីតែអ្នកខ្លួនឯងក៏អាចគិតថាវាគ្មានន័យអ្វីដែរប៉ុន្តែជីវិតមិនត្រូវបានសង់ឡើងដោយថ្ងៃដែលអស្ចារ្យបំផុតនោះទេវាត្រូវបានសង់ឡើងនៅថ្ងៃធម្មតាដែលអ្នកជ្រើសរើសមិនបានបោះបង់ហើយប្រហែលមនុស្សដែលអ្នកសរសើរថាគាត់មានវិន័យណាស់ក៏ធ្លាប់ធុញទ្រាន់ក៏ធ្លាប់ចង់ឈប់ធ្លាប់សង្ស័យខ្លួនឯងភាពខុសគ្នាប្រហែលមិនមែនថាពួកគេធ្លាប់បោះបង់នោះឡើយប៉ុន្តែពួកគេមិនអនុញ្ញាតឲ្យការបោះបង់មួយថ្ងៃคล้ายទៅជារឿងរហូតនោះទេប្រហែលនៅពេលដែលអ្នកមើលវីដេអូនេះចប់អ្នកនឹងនៅតែមានការងារដដែលមានទម្លាប់ដដែលមានបញ្ហាដដែលជីវិតប្រហែលមិនផ្លាស់ប្ដូរភ្លាមៗនោះទេប៉ុន្តែបើអ្នកចាប់ផ្ដើមមើលខ្លួនឯងដោយក្តីអត់ធ្មត់ជាងមុនបន្តិចបើអ្នកឈប់ហៅខ្លួនឯងថាមនុស្សគ្មានវិន័យហើយចាប់ផ្ដើមសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំអាចបន្តបានមួយជំហានទៀតទេប្រហែលនោះហើយគឺជាការផ្លាស់ប្ដូរដំបូងដែលអ្នកកំពុងស្វែងរកហើយប្រហែលនៅថ្ងៃបញ្ចប់ការផ្លាស់ប្ដូរខ្លួនឯងមិនមែនជាសង្គ្រាមជាមួយខ្លួនឯងនោះទេវាគឺជាការរៀនរស់នៅជាមួយខ្លួនឯងដោយប្រាជ្ញាដោយការយល់ដឹងនិងដោយភាពអត់ធ្មត់អ្នកមិនចាំបាច់ក្លាយទៅជាមនុស្សថ្មីអ្នកគ្រាន់តែមិនត្រូវឈប់ក្លាយជាមនុស្សដែលអ្នកចង់ក្លាយសៀវភៅល្អអាចផ្លាស់ប្ដូររបៀបដែលអ្នកគិតប៉ុន្តែការគិតថ្មីគឺជាអ្វីដែលផ្លាស់ប្ដូរជីវិតអ្នកសាកស្រមៃមើល10ឆ្នាំក្រោយអ្នកបើកទូរស័ព្ទចាស់មួយអ្នកឃើញរូបភាពរបស់ខ្លួនឯងនៅថ្ងៃនោះប្រហែលអ្នកនឹងមិនចាំបានថាថ្ងៃនោះជាថ្ងៃអ្វីនោះទេអ្នកនឹងមិនចាំថាអ្នកញ៉ាំអ្វីដែរហើយអ្នកនឹងមិនចាំថាអ្នកធ្វើអ្វីខ្លះថ្ងៃនោះនឹងមើលទៅដូចជាថ្ងៃធម្មតាមួយប៉ុន្តែចុះបើថ្ងៃធម្មតានោះគឺជាថ្ងៃដែលអ្នកសម្រេចចិត្តមិនបោះបង់ខ្លួនឯងវិញមិនមែនដោយការសន្យាធំមិនមែនដោយការផ្លាស់ប្ដូរមួយយប់គ្រាន់តែដោយសារការនិយាយស្ងាត់ទៅកាន់ខ្លួនឯងថាថ្ងៃនេះខ្ញុំនឹងបន្តប្រហែលគ្មាននរណាដឹងពីការសម្រេចចិត្តនោះទេគ្មាននរណាសរសើរអ្នកទេគ្មាននរណាអបអរសាទរជាមួយអ្នកនោះទេប៉ុន្តែ5ឆ្នាំក្រោយឬ10ឆ្នាំក្រោយអ្នកអាចនឹងងាកមកមើលថ្ងៃនេះវិញហើយដឹងថាមិនមែនថ្ងៃដែលអ្នករត់លឿនបំផុតដែលបានផ្លាស់ប្ដូរជីវិតអ្នកទេវាគឺជាថ្ងៃដែលអ្នកមិនឈប់ហើយបន្តដំណើរនៃការផ្លាស់ប្ដូរជីវិតមិនសួរអ្នកថាអ្នកធ្លាប់ដួលប៉ុន្មានដងនោះទេវាសួរអ្នកតែមួយសំណួរគត់ថាបន្ទាប់ពីអ្នកដួលតើអ្នកជ្រើសរើសធ្វើអ្វីហើយប្រហែលនោះហើយជាភាពខុសគ្នារវាងមនុស្សដែលគ្រាន់តែស្រមៃអំពីការផ្លាស់ប្ដូរនិងមនុស្សដែលរស់នៅជាមួយវា
មួយថ្ងៃម្ដងមួយថ្ងៃបើអ្នកកំពុងស្ដាប់វីដេអូនេះហើយអ្នកមានអារម្មណ៍ថាអ្នកបានបោះបង់ខ្លួនឯងច្រើនដងរួចហើយខ្ញុំមិនចង់សុំឲ្យអ្នកសន្យាអ្វីធំដុំនោះទេខ្ញុំគ្រាន់តែចង់សួរអ្នកមួយសំណួរតើថ្ងៃស្អែកមានរឿងតូចមួយណាដែលអ្នកអាចបន្តធ្វើបានប្រហែលជីវិតថ្មីមិនចាប់ផ្ដើមដោយចម្លើយធំនោះទេវាចាប់ផ្ដើមដោយសំណួរតូចមួយនេះកុំសួរខ្លួនឯងថាតើអាចផ្លាស់ប្ដូរជីវិតបានទេសូមសួរខ្លួនឯងថាតើថ្ងៃស្អែកខ្ញុំនឹងបន្តមួយជំហានទៀតបានទេជាចុងក្រោយសូមអរគុណសម្រាប់ការស្ដាប់ podcast គំនិតក្នុងសៀវភៅរបស់យើងនៅថ្ងៃនេះបើគិតថា podcast នេះមានប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ like share និង subscribe ដើម្បីស្ដាប់គំនិតល្អៗពីសៀវភៅផ្សេងៗទៀតនៅក្នុងវីដេអូបន្តរងចាំស្ដាប់ពួកយើងនៅវគ្គក្រោយៗទៀតសូមរក្សាសុខភាពឲ្យបានល្អនិងបន្តការកសាងទម្លាប់ល្អរបស់បងប្អូនសូមអរគុណ